ណាំបាច់ការជួយចាប់នៅឆ្អឹងខ្នងជាវិធីសាស្ត្រមួយដើម្បីព្យាបាលជំងឺឈឺឆ្អឹងខ្នងរ៉ាំរ៉ៃនិងជំងឺលៀនឌីសតាមវាមានផលប្រយោជន៍និងផលប៉ះពាល់អីខ្លះតោះស្ដាប់បងប្អូនគ្នាចេះសួរលោកគ្រូ សួរ លោកគ្រូថ្ងៃនេះពុកម៉ែបងប្អូនរបស់យើងគឺគាត់មានសំណួរមកសួរតាក់ទងពីការចាក់ថ្នាំបំបាត់ការឈឺចាប់នៅឆ្អឹងខ្នងលោកគ្រូជួយបញ្យល់បន្តិចលោកគ្រូ ការចាក់ថ្នាំបំបាត់ការឈឺចាប់ទៅលើឆ្អឹងខ្នងជាវិធីសាស្ត្រមួយ ចា៎ តែពិតមិនថ្មីប្រើយូរហើយគឺគេចាក់ផ្ទាល់ទៅលើឆ្អឹងឬមួយក៏ទៅលើផ្នែកខាងលើរបស់ខួរឆ្អឹងនៅមួយក៏នៅក្បាលសរសៃប្រសាទទី1ដើម្បីធ្វើរោគវិនិច្ឆ័យនិងទី2ដើម្បីបំបត្តិការរលាកនិងបន្ថយការឈឺចាប់ អាការចាក់ថ្នាំបំបាត់ការឈឺចាប់ហ្នឹងភាគច្រើនគេប្រើទៅនៅលើឆ្អឹងខ្នងឬក៏មានកន្លែងផ្សេងទៀតដែលអាចធ្វើទៅបានគ្រូ ប្រើបានគ្រប់កន្លែងគាត់ថានៅឆ្អឹងខ្នងដោយសារពិសេសជាកេះសម្បូរជាងគេអញ្ចឹងកន្លែងហ្នឹងគឺការប្រើប្រាស់ច្រើនជាងគេហើយវាមានច្រើនប្រភេទទៀតអាចចាក់ទៅលើឆ្អឹងទៅលើសរសៃប្រសាទនៅក្បែរសរសៃប្រសាទទៅលើសន្លាក់អញ្ចឹងមានវិធីសាស្ត្រហើយនឹងបច្ចេកទេសខុសៗគ្នាច្រើន ចុះមួយទៀតតើយើងចាក់ហ្នឹងយើងចាក់វា direct ហ្មងឬមួយក៏យើងមានរបស់ជំនួយអីផ្សេងដើម្បីធ្វើឲ្យវិធីសាស្ត្រហ្នឹងវាធ្វើទៅបានដែលមានប្រសិទ្ធភាពហ្នឹងលោកគ្រូ បច្ចេកទេសដែលគេប្រើបានអាចអ្នកខ្លះគាត់ប្រើ Eco Guide ចា៎ តែអ្នកខ្លះគាត់ប្រើ C-arm ប្រើម៉ាស៊ីនថតឆ្លុះយាយហើយមានមជ្ឈុលតូចមួយហើយចាក់តទីតាំងដែលយើងចង់ចាក់ឧទាហរណ៍យើងចង់ចាក់ទៅលើផ្នែកសន្លាក់ឬមួយក៏ចាក់ទៅលើកន្លែងដែលសរសៃប្រសាទនឹងចេញចាក់មជ្ឈុលចូលហើយមានសារ៉ាងដើម្បីបាញ់ថ្នាំបញ្ចូល ចា៎ចុះវិធីសាស្ត្រនេះវាសុវត្ថិភាពទេលោកគ្រូ សុវត្ថិភាពខ្ពស់ផលប៉ះពាល់ផលរំខានតិចណាស់ហើយវិធីសាស្ត្រមួយដែលមានប្រសិទ្ធភាពខ្ពស់អ្នកជំងឺអត់ចាំបាច់ត្រូវការប្រើថ្នាំសន្សំទេអញ្ចឹងអាចចាក់បានហើយចាក់បានគ្រប់អាយុជាពិសេសអ្នកជំងឺដែលចាស់ដែលអត់អាចទទួលការវះកាត់បានអានេះក៏ជាវិធីសាស្ត្រមួយដើម្បីបំបត្តិការឈឺចាប់ពេលគាត់មានភាពងាយស្រួលតែមិនបាច់វះកាត់ដែរ ចុះសម្រាប់អ្នកជំងឺដែលគាត់វះអ្នកខ្លះវះដល់3ដង4ដងអញ្ចឹងពេលដែលអ្នកជំងឺគាត់វះទៅដល់3ដង4ដងគឺគាត់លឺតែវះគាត់ខ្លាចមែនតើអាហ្នឹងអាចយើងអាចជាវិធីសាស្ត្រមួយយើងជួយគាត់បានទេលោកគ្រូ អានេះក៏ជាវិធីសាស្ត្រមួយដែរតាមពិតអ្នកជំងឺខ្លះដែលអត់ទាន់វះក៏អាចចាក់បានវិធីសាស្ត្រទៅលើការធ្វើរោគវិនិច្ឆ័យដែរ ចា៎ គាត់បានទទួលការចាក់ថ្នាំមុនឬក៏អ្នកខ្លះក្រោយការវះកាត់ហើយគាត់អត់បាត់ឈឺនៅតែឈឺរ៉ាំរ៉ៃការចាក់ថ្នាំទៅលើឆ្អឹងខ្នងឬក៏ទៅលើផ្នែកខាងលើរបស់ពោះឆ្អឹងហ្នឹងក៏ជាវិធីសាស្ត្រមួយទប់បំបត្តិភាពរលាកបន្ថយការឈឺចាប់ហើយមានប្រសិទ្ធភាពក៏ខ្ពស់ដែរ ប៉ុន្តែការចាក់នេះវាទាមទារវិជ្ជាបណ្ឌិតឯកទេសត្រឹមត្រូវលោកគ្រូយើងមិនអាចចេះតែចាក់បានលោកគ្រូដែរ បាទទាមទារវិជ្ជាបណ្ឌិតឯកទេសត្រឹមត្រូវនៅស្រុកយើងឥឡូវមានច្រើនដែរអាចជាផ្នែកឆ្អឹងខ្នងអាចជាផ្នែកពេទ្យផ្នែកស្ដំជារួមអ្នកដែលបានទៅរៀនសូត្រពីវិជ្ជាឯកទេសពិសេសពីស្រុកក្រៅមានការទទួលស្គាល់ហើយគាត់មានគ្រូមានអីធំត្រូវអញ្ចឹងការចាក់របស់គាត់ប្រើដូសថ្នាំធំត្រូវកន្លែងចាក់សុវត្ថិភាពអញ្ចឹងធ្វើឲ្យការព្យាបាលរបស់គាត់ហ្នឹងគឺមានប្រសិទ្ធភាព កន្លែងនេះមានអ្នកជំងឺមួយគាត់សួរថាចាក់ហ្នឹងចាក់ថ្នាំឬក៏ចាក់ប្រេងអាហ្នឹងវាប្រេងមិនចូលវាខុសគ្នាមិន អានេះមិនភេងទេអ្នកដែលឈឺសន្លាក់អីកាលមុនគេអាចចាក់ពីអីប៉ុន្តែការចាក់របស់យើងជាថ្នាំហ្នឹងមានលាយច្រើនលាយថ្នាំបាត់ឈឺចាប់លាយថ្នាំប្រឆាំងរលាកឬក៏មានថ្នាំពិសេសមួយចំនួនដែលមានតែគ្រូពេទ្យយើងគាត់ដឹងអញ្ចឹងណាអញ្ចឹងការចាក់សិស្សទៅលើទីតាំងយើងចង់ចាក់កន្លែងណាកម្រិតថ្នាំប្រមាណអ្នកជំងឺអាយុប្រមាណហើយជាជំងឺប្រភេទអីអញ្ចឹងអ្នកជំងឺមួយគឺប្រភេទថ្នាំកម្រិតថ្នាំខុសៗគ្នាទាំងអស់ ចា៎អញ្ចឹងដូចជាពុកម៉ែបងប្អូនបានស្ដាប់ការបកស្រាយរបស់វិជ្ជាបណ្ឌិតសេងសំណាងហើយការចាក់ថ្នាំបំបាត់ការឈឺចាប់នៅឆ្អឹងខ្នងវាពិតជាមានប្រសិទ្ធភាពប៉ុន្តែយើងទាមទារវិជ្ជាបណ្ឌិតឯកទេសដែលគាត់មានជំនាញច្បាស់លាស់ដើម្បីធ្វើការងារនេះអញ្ចឹងបើពុកម៉ែបងប្អូនមានចំណុចបន្ថែមតាក់ទងពីបញ្ហានេះកុំភ្លេចតាក់ទងមកកាន់ Clinic OS